ការត្បាញបង្គាដោយដៃគឺជាកេរមរតកពីដូនតាដែលប្រជាកសិកររស់នៅភូមិប៉ាត់ឡាងឃុំក្រាំងលាវស្រុករលាផ្អៀបានបន្តថែរក្សានិងរក្សាការពារនិងបានធ្វើរហូតដល់សព្វថ្ងៃដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បន្ទាប់ពីមុខរបរស្នូលនៃការធ្វើស្រែចម្ការចំពោះមុខរបរនេះពួកគាត់ចាត់កំពុងមានការព្រួយបារម្ភព្រោះទីតាំងដែលពួកគាត់ត្រូវទៅបោចដើមរំពាក់យកមកត្បាញបង្គីត្រូវបានគេឈូសឆាយដីព្រៃអស់ទៅហើយដែលខាងមុខនឹងអស់រំពាក់គ្មានអ្វីយកមកតម្បាញបង្គីបានទៀតឡើយស្ត្រីឈ្មោះសុកនីអាយុ42ឆ្នាំមានទីលំនៅក្នុងភូមិប៉ាងឡាងបាននិយាយឲ្យដឹងថាគាត់បានប្រកបរបរត្បាញបង្គីលក់នេះមានរយៈពេលជិត20ឆ្នាំមកហើយដើម្បីលើកស្ទួយជីវភាពដូចជាជួយកូនទៅរៀនជាដើមដោយក្នុងមួយថ្ងៃជាមធ្យមគាត់ត្បាញបានបង្គី4ទៅ6បង្គីឬបានច្រើនជាងនេះបើខំប្រឹងប្រែងហើយអ្នកស្រុកនៅក្នុងភូមិប៉ាត់ឡាងឃុំក្រាំងលាវនេះប្រមាណជាង100គ្រួសារបានប្រកបមុខរបរតម្បាញបង្គីនេះដែលបានចេះធ្វើតគ្នាតាំងពីដូនតាមកចំណែកស្ត្រីឈ្មោះក្រូចញអាយុ46ឆ្នាំវិញបាននិយាយឲ្យដឹងថាគាត់ពីអ្នកប្តីប្រពន្ធបានមានដើមរំពាក់គ្រប់គ្រាន់ក្នុងមួយថ្ងៃត្បាញបានរហូតដល់ទៅ20បង្គីឯណោះដោយបង្គីមួយលក់បោះម៉ួយមកយកដល់ផ្ទះបានមួយថ្លៃ3000រៀលចំណែកដើមរំពាក់ត្រូវទៅមួយថ្ងៃយកមកត្បាញបានតែមួយថ្ងៃឬ2ថ្ងៃប៉ុណ្ណោះគឺអស់ហើយទើបនាំគ្នាចេញទៅបោចម្ដងទៀតដោយឡែកស្ត្រីឈ្មោះម៉ៅគុន្ធីអាយុ37ឆ្នាំក៏បាននិយាយឲ្យដឹងដែរថាព្រៃដែលគាត់ទៅបោចដើមរំពាក់គឺនៅភូមិប្រស្នឹកឯណោះដែលត្រូវជួលគោយន្តគេជិះចេញដំណើរតាំងពីព្រឹករហូតដល់ម៉ោង7ឬ8យប់បានមកដល់ផ្ទះវិញដោយត្រូវវិចបាយកញ្ចប់យកទៅជាមួយផងដែរប្រជាកសិករជាអ្នកត្បាញបង្គីបានបញ្ជាក់ឲ្យដឹងថាមុខរបរត្បាញបង្គីលក់គឺមិនត្រូវចំណាយដើមទុនទេគ្រាន់តែអស់ថ្លៃជិះគោយន្តប៉ុណ្ណោះដោយទៅមួយជើងក្នុងម្នាក់គេយក3000រៀលក្រៅពីមានដើមរំពាក់គឺមានកូនឈើសម្រាប់ធ្វើធ្នង់បង្គីដោយត្រូវកាប់យកមកពីក្នុងព្រៃមកទាំងអស់ពួកគាត់បានបញ្ជាក់ថាដើមរំពាក់ក្រៅពីគេឈូសឆាយដីព្រៃក៏នៅមានអ្នកជីកយកឬរំពាក់យកមកលក់ធ្វើជាថ្នាំព្យាបាលជំងឺផងដែរទើបដើមរំពាក់ចេះតែខ្សត់ទៅនឹងលំបាករកក្នុងពេលខាងមុខនេះ